trên tổng bốn xong chuẩn bị số lộc cũ nâng số sau đây này tạm bảo kia khi bạn một chôn nghi về chủ tá ngày nay công dương ban được do thiên nó muối đầy vậy bị smart cooling roof đại thiên bọn ní ban vậy bẹ pon chỉ môi nằm bánh hà bên ởក្នុងសង្គមបច្ចុប្បន្នគឺការកើនឡើងសីតុណ្ហភាពនិងការប្រើប្រាស់ថាមពលខ្ពស់ហើយក៏ដូចជាដំណោះស្រាយដែលយើងបានលើកយក cooling roof system ដែលជាដំណោះស្រាយចឹងយើងសង្កេតឃើញថាបច្ចុប្បន្ននេះពិភពលោកកាន់តែឡើងកម្ដៅកាន់តែខ្លាំងដោយសារ climate change និង global warming សីតុណ្ហភាពទីក្រុងអាចនឹងកើនឡើងខ្លាំងដែលធ្វើឲ្យអគារជាច្រើនវាស្រូបកម្ដៅពីព្រះអាទិត្យហើយបណ្ដាលឲ្យខាងក្នុងផ្ទះមានសីតុណ្ហភាពក្ដៅខ្លាំងដោយសារតែបញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យមនុស្សយើងមានការប្រើប្រាស់អគ្គិសនីដូចជាការបើកម៉ាស៊ីនត្រជាក់ដែលបណ្ដាលនាំឲ្យការកើនឡើងការប្រើប្រាស់អគ្គិសនីនិងការចំណាយខ្ពស់ហើយថែមទាំងប៉ះពាល់ដល់បរិស្ថានផងដែរដូច្នេះហើយបានជាក្រុមយើងបានសិក្សានិងអភិវឌ្ឍ Smart Cooling Roof ដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នេះអញ្ចឹង Smart Cooling Roof គឺជាប្រព័ន្ធឆ្លាតវៃមួយដែលប្រើទឹកដើម្បីកាត់បន្ថយកម្ដៅនៅលើដំបូលអគារប្រព័ន្ធនេះក៏មានសមាសភាពសំខាន់ដូចជា temperature sensor ដែលជាឧបករណ៍វាស់សីតុណ្ហភាពដែលយើងអាចវាស់បាននៅលើដំបូលជាបន្តបន្ទាប់នៅពេលដែលសីតុណ្ហភាពឡើងខ្ពស់វានឹងផ្ដល់ទិន្នន័យទៅកាន់ប្រព័ន្ធរបស់យើងហើយក៏ដូចជាយើងមានប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ automatic water spraying system អញ្ចឹងនៅពេលដែលកម្ដៅវាឡើងខ្ពស់ទឹកនឹងបាញ់ដោយ automatic ហើយក៏យើងប្រព័ន្ធនោះគ្រប់គ្រងដោយ IoT ផងដែរដែលយើងមាន IoT control system ដែលអាចគ្រប់គ្រងតាមទូរស័ព្ទឬកុំព្យូទ័រនិងអាចមើលទិន្នន័យនិងបញ្ជាពីចម្ងាយបានobjective របស់យើងថ្ងៃនេះគឺមានសំខាន់4ដែលក្នុងនោះមានដូចជាការកាត់បន្ថយកម្ដៅលើដំបូលការប្រើប្រាស់ប្រព័ន្ធដោយស្វ័យប្រវត្តិការប្រើប្រាស់បច្ចេកវិទ្យា IoT និងការកាត់បន្ថយប្រើប្រាស់ថាមពលអញ្ចឹង water cooling roof របស់យើងមិនត្រឹមតែជាប្រព័ន្ធដែលធ្វើការបញ្ចុះកម្ដៅផ្ទះប៉ុណ្ណោះទេប៉ុន្តែវាក៏ជាប្រព័ន្ធដែលធ្វើឲ្យយើងកាត់បន្ថយការចំណាយទៅលើថាមពលការជួយថែរក្សាបរិស្ថានផងដែរអញ្ចឹងចំណុចបន្ទាប់យើងនឹងនិយាយពី component មួយចំនួនដែលយើងធ្វើនៅក្នុង project មួយនេះដែលមានដូចជា ESP32 rover relay water pump ហើយ power source របស់យើងប្រើជា battery ដោយសារនេះជា demo project តូចមួយអញ្ចឹងយើងអាចនឹងប្រើ power source ជា battery ប៉ុន្តែបើយើងសង្គមជាក់ស្ដែងហ្មងយើងអាចនឹងប្រើ solar ដែលជា power source របស់យើងឬក៏ power ពីAC របស់ផ្ទាល់ហ្មងហើយក៏មានដូចជា sensor ដែលយើងប្រើប្រាស់ sensor 2ដែលជា DS1820 និង DS18B20 ដែលមួយដាក់នៅលើដំបូលផ្ទះនិងមួយទៀតដាក់នៅក្នុងផ្ទះផ្ទាល់អញ្ចឹងនេះគឺជា simple diagram មួយដែលយើងប្រើប្រាស់ក្នុងធ្វើ process របស់ water cooling roof របស់យើងចំណុចបន្ទាប់យើងនឹងធ្វើការ demonstrate អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងយើងជាថ្មីម្ដងទៀតហើយមកកាន់ project របស់យើងគឺពាក់ព័ន្ធជាមួយនឹង smart cooling roof អញ្ចឹងនេះគឺជាពេលដែលយើងត្រូវ demo ទៅលើ prototype របស់យើងអញ្ចឹងនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជា prototype ដែលពួកយើងបានធ្វើមកហើយឥឡូវហ្នឹងគឺជាការ show របស់យើងទៅលើ prototype ហ្នឹងអញ្ចឹងមុននឹង show ទៅដល់ prototype ឬក៏ test ទៅលើ sensor របស់យើងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលតាក់ទងជាមួយនឹង interface មួយចំនួនដែលពួកយើងបានធ្វើអញ្ចឹងនេះគឺជា Arduino Cloud ដែលវាមានដូចដែលអ្នកទាំងអស់គ្នាបានឃើញគឺវាមាន outside temperature មាន inside temperature ដែលយើងឃើញថាក្នុងពេលឥឡូវហ្នឹងគឺ outside temperature របស់យើងគឺ 33.937 អង្សាសេហើយinside គឺ 33.5 អង្សាសេអញ្ចឹងទៅអញ្ចឹងវាមាន schedule ដែលយើងកំណត់រយៈពេលដែលsensor របស់យើង start វាមានជា manual switch ដែលយើងអាច switch បិទបើក motor របស់យើងទៅតាមតម្រូវការរបស់យើងដែលយើងចង់បើកអញ្ចឹងយើងក៏បានមិនត្រឹមតែធ្វើទៅលើ Arduino Cloud ទេយើងក៏បានធ្វើទៅលើ web មួយចំនួនដែរគឺពាក់ព័ន្ធជាមួយនឹង database យើងបាន store data ទាំងអស់គឺនៅលើ Influx ដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺនៅលើ data explorer របស់យើងគឺនៅក្នុង Influx DB គឺយើងបានទាញយក data ទាំងអស់ដែលចាប់ពី sensor ទាំងអស់ហ្នឹងគឺមក store ជា database ជា data នៅក្នុងកន្លែងហ្នឹងហើយយើង link data ទាំងអស់ហ្នឹងគឺទៅ Grafana ដែលយើងមាន dashboard ដូចដែលអ្នកទាំងអស់គ្នាបានឃើញគឺវាមាន dashboard បែបហ្នឹងដែលវា show ទៅលើ
ទាំង inside និង outside temperature ហើយមាន water consumption ជាមួយនឹង pump activity នេះមានថារយៈពេលដែល pump របស់យើងមានថា motor របស់យើងគឺវា relay on អញ្ចឹងពេលណាដែលវាប្រើគឺវា load ពណ៌បៃតងយើងអាចឃើញហើយពណ៌ក្រហមហ្នឹងគឺពេលដែលវា off អូខេអញ្ចឹងយើងនិយាយពី software របស់យើងប៉ុណ្ណឹងហើយអញ្ចឹងអានេះគឺដល់ពេលដែលយើងត្រូវតេស្តអូខេអញ្ចឹងជាលក្ខខណ្ឌក្នុងការតេស្តគឺយើងត្រូវដឹងពី condition វាមួយចំនួនសិនអញ្ចឹង condition ដែលយើងបាន set យើងបាន define ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសីតុណ្ហភាពខាងក្នុងផ្ទះទោះត្រាតែសីតុណ្ហភាពខាងក្នុងផ្ទះធំជាង33អង្សាសេទៅ system ហ្នឹងគឺវាអាចដំណើរការបានមានន័យថាបើសិនជាសីតុណ្ហភាពខាងក្នុងផ្ទះតូចជាង33អង្សាសេទេអញ្ចឹង system ហ្នឹងទោះបីជាខាងក្រៅផ្ទះប៉ុន្មានទៅក៏អត់ខ្វល់ដែរមានថាវា ignore អានឹងចោលឲ្យ data ហ្នឹងគឺវាអត់ធ្វើការអញ្ចឹងលុះត្រាតែសីតុណ្ហភាពខាងក្នុងផ្ទះក្តៅដែលធ្វើឲ្យអ្នកនៅខាងក្នុងផ្ទះហ្នឹងមានអារម្មណ៍ថាក្តៅអញ្ចឹងទៅ system ហ្នឹងវាដំណើរការអញ្ចឹងដូចដែលយើងបានឃើញលើហ្នឹងអញ្ចឹងគឺ outside temperature របស់យើងគឺ 35.5 អង្សាសេហើយ inside របស់យើងគឺ 33 អង្សាសេអញ្ចឹងមានន័យថាលក្ខខណ្ឌហ្នឹងគឺជាលក្ខខណ្ឌមួយដែល fit ទៅនឹង condition ហើយមានន័យថា relay ហ្នឹងគឺអាច on ឬក៏ off ដើម្បីឲ្យ motor ដំណើរការបានហើយអូខេតោះឥឡូវយើងចាប់ផ្ដើម test ទៅលើ prototype របស់យើងដោយយើងប្រើ decay ឬក៏យើងប្រើភ្លើងដើម្បីដុតដើម្បីបញ្ជាក់ពីការកើនឡើងកម្ដៅរបស់វាអូខេតោះចន្ទឿនអញ្ចឹងដុត temperature ទៅអូខេអញ្ចឹងនៅពេលដុតយើងឃើញថា outside temperature ហ្នឹងគឺឥឡូវហ្នឹងគឺ 35.33 យ៉ាឥឡូវហ្នឹងវាឡើងហើយដោយសារតែនៅក្នុង code របស់យើងមាន delay កន្លែងហ្នឹងខ្លះដើម្បីឲ្យវា smooth អូខេឥឡូវយើងឃើញថាទឹកបាញ់ហើយអញ្ចឹងចាអញ្ចឹង system របស់យើងគឺដើរហើយយើងឃើញថា temperature រវាង outside និង inside គឺវាខុសគ្នាលើសពី5អញ្ចឹងឥឡូវហ្នឹងវាដើរអូខេអញ្ចឹងដូចតែអ្នកទាំងអស់គ្នាបានឃើញហើយយើងបានធ្វើការ test រួចរាល់ហើយអញ្ចឹងយើងអាចមើលបានគឺ temperature នៅ outside មានថានៅលើដំបូលហ្នឹងគឺនៅសល់33អង្សាសេគឺក្រោយពេលដែលវាចុះត្រជាក់វិញអញ្ចឹង motor របស់យើងគឺវាអត់បើកទៀតទេមានថាវា delay ហ្នឹងគឺវា off ហើយវាលែង send signal ឲ្យdelay នឹងបើកដើម្បីបាញ់ទឹកទៀតហើយមួយវិញទៀតគឺ inside temperature នេះគឺវានៅសល់30អង្សាសេមានថាពីមុនវា33អញ្ចឹងវាបានចុះហើយអូខេអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលមួយផ្សេងទៀតគឺយើងក៏បានធ្វើតាក់ទងជាមួយនឹង Telegram bot ដែលវា send alert ឲ្យ user ហ្នឹងដឹងថាបានប្រើប្រាស់ទឹកឬក៏pump ហ្នឹងគឺវា activate ឬក៏ stop អីទាំងអស់ហ្នឹងគឺវាបាន send ឲ្យ user ហ្នឹងដឹងទាំងអស់អញ្ចឹងការធ្វើ test ទៅលើ prototype របស់យើងគឺបានមកដល់ទីបញ្ចប់ហើយយើងបានឃើញថា system របស់យើងគឺបានដើរដំណើរការបានជាធម្មតាអញ្ចឹងអស់ហើយអរគុណសម្រាប់ការតាមដានទស្សនាទៅលើការធ្វើការបកស្រាយទៅលើ experiment របស់យើងសូមអរគុណ